តើមនុស្សប្រភេទណាស័ក្តិសមនឹងធ្វើជាថៅកែអ្នកណាដែលមានលក្ខណៈសម្បត្តិទាំងនេះនឹងមានជោគវាសនាធ្វើជាថៅកែ 1. មានឆន្ទៈហ៊ានប្រថុយប្រឋាននិងក្លាហានហ៊ានទទួលខុសត្រូវក្នុងចិត្តត្រូវតែមានស្មារតីហ៊ានប្រថុយប្រឋានមានភាពក្លាហានទទួលកំហុស 2. សមត្ថភាពរៀនសូត្រនិងតក្កវិជ្ជាគំនិតទោះបីកម្រិតវប្បធម៌មិនខ្ពស់ក៏ដោយប៉ុន្តែសមត្ថភាពរៀនសូត្រនិងតក្កវិជ្ជាគំនិតត្រូវតែខ្លាំង 3. ការអនុវត្តរឹងមាំរហ័សរហួនអ្វីដែលគិតហើយត្រូវធ្វើភ្លាមធ្វើបណ្ដើរកែតម្រូវបណ្ដើរ 4. ជំនឿគ្រប់គ្រាន់និងឆន្ទៈរឹងមាំថៅកែតែងតែអាចទ្រាំទ្របាននូវការលំបាកដែលមនុស្សធម្មតាមិនអាចទ្រាំទ្របានរងទុក្ខដែលមនុស្សសាមញ្ញមិនអាចទ្រាំបានទោះបីគ្មាននរណាជួយជ្រោមជ្រែងក៏ដោយក៏នៅតែអាចប្រឈមមុខយ៉ាងរឹងមាំ 5. ចេះរៀនសូត្រចេះសរុបលទ្ធផល 6. យល់ដឹងពីការចែកប្រយោជន៍មនុស្សដែលពិតជាចេះចែកប្រយោជន៍ទើបអាចរកលុយបានច្រើនសរុបមកគឺត្រូវមានសមត្ថភាពរៀនសូត្រឆន្ទៈរឹងមាំការហ៊ានប្រថុយប្រឋានការអនុវត្តការងាររហ័សរហួននិងការចេះចែករំលែកផលប្រយោជន៍ប្រសិនបើក្នុងខ្លួនអ្នកមានលក្ខណៈសម្បត្តិទាំងនេះនោះអ្នកដែលក្លាយជាថៅកែបន្ទាប់គឺជាអ្នក